មានសំណួរមួយថាជំងឺហឺតអាចស្លាប់អត់បាទជំងឺហឺតយើងត្រូវដឹងថាជាជំងឺអ្វីសហការផលិតដោយ MyCat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទមន្ទីរសម្រាប់ព្យាបាលសុខភាពយើងមនុស្សធម៌និងប្រកបដោយគុណភាពទំនាក់ទំនងមកកាន់លេខទូរស័ព្ទ012 541 398ខ្ញុំបាទឈ្មោះស៊ុយច្រាំងជាគ្រូពេទ្យឯកទេសខាងកុមារដែលធ្លាប់មានបទពិសោធន៍នៅមន្ទីរពេទ្យគុណធាវផាយូរឆ្នាំមកហើយជិត20ឆ្នាំដែរហើយមានសំណួរមួយថាជំងឺហឺតអាចស្លាប់អត់បាទជំងឺហឺតយើងត្រូវដឹងថាជាជំងឺអ្វីជាជំងឺផ្លូវដង្ហើមហ្នឹងគឺតាក់ទងនឹងទងសួតហ្នឹងវាមិនបានជាឲ្យហឺតឲ្យហត់ព្រោះវាទងសួតហ្នឹងវារួមតូចហើយរួមតូចនោះថាអីដោយសារតែវាហើមព្រោះទងសួតវាធំបើសិនជាវាហើមទៅវារួមតូចក៏រួមតូចអុកស៊ីហ្សែនចូលតិចធ្វើឲ្យហត់ក្មេងខ្លះរួមតូចមិនមែនត្រឹមតូចទេរួមចង់ចិត្តតែម្ដងអញ្ចឹងធ្វើឲ្យហត់កាន់តែខ្លាំងហើយហត់ហ្នឹងហេតុអីបានហត់ដោយសារតែអុកស៊ីហ្សែនចូលតិចខំប្រឹងដកដង្ហើមឲ្យខ្លាំងឲ្យយកអុកស៊ីហ្សែនមកឲ្យគ្រប់ក៏ប៉ុន្តែយកមកអត់គ្រប់ទៅឲ្យឡើងស្វាយខ្វះអុកស៊ីហ្សែនធ្វើឲ្យខ្វះអុកស៊ីហ្សែនក្នុងសួតខ្វះអុកស៊ីហ្សែនក្នុងសួតធ្វើឲ្យខ្វះក្នុងឈាមអញ្ចឹងខ្វះក្នុងឈាមវាឈាមធម្មតាវាយកទៅចិញ្ចឹមបេះដូងចិញ្ចឹមខួរក្បាលអញ្ចឹងបើសិនខ្វះអុកស៊ីហ្សែនវាមិនដែរវាអាចនឹងស្លាប់បានដូចគ្នាឃើញទេអាហ្នឹងយើងបញ្យល់ឲ្យច្បាស់ថាអាចស្លាប់ដោយសារមូលហេតុអញ្ចឹងណាមិនមែនធម្មតាទេអញ្ចឹងទេបើសិនជាមានជំងឺហឺតយើងឃើញថាហឺតនៅលើក្មេងភាគច្រើនឃើញតិចហ្នឹងយកមកព្យាបាលហើយកុំទុកឲ្យធ្ងន់តែទុកឲ្យធ្ងន់អាចប៉ះពាល់ដល់ជីវិតរបស់ក្មេងបានអញ្ចឹងអាហ្នឹងងាយស្រួលដឹងទេព្រោះខ្ញុំធ្លាប់និយាយពីក្នុងអត្ថបទមុនច្រើនមកហើយដែរហើយបាទសហការផលិតដោយ MyCat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទមន្ទីរសម្រាប់ព្យាបាលសុខភាពយើងមនុស្សធម៌និងប្រកបដោយគុណភាពទំនាក់ទំនងមកកាន់លេខទូរស័ព្ទ012 541 398